ណាគេប្រើវីសាកាតជាមួយ PIN តឥឡូវយើងដូរមកប្រើ Union Pay កុំឲ្យគេកាត់យើង 3% តោះទៅមើលរបៀប add Union Pay ពីព្រោះ Union Pay វា add ខុសពី Visa កាតតោះទៅមើលទាំងអស់គ្នាកុំឲ្យគេកាត់ 3% យើង select ទៅលើតំណែងដែលយើងចង់ទិញមកបន្ទាប់មកចុចពាក្យ check out បន្ទាប់មក select ទៅលើ do pay ណាបងប្អូនតើ pay ឬក៏ do pay ហ្នឹងណាមិន select ទៅលើ Visa កាត click ទៅលើហ្នឹងមួយមកបន្ទាប់មកចុចទៅលើ pay now មកនឹង click មួយទៀតទៅលើតំណែងអក្សរប៉ុកក្រហមហ្នឹង click មួយមកបញ្ចូលលេខកាត Union Pay នៅលើកាតអ្នកទាំងគ្នាអញ្ចឹងនៅពេលដែលយើងបញ្ចូលកាតហើយវានឹងមកដល់កន្លែងនេះដំបូងគឺឈ្មោះអញ្ចឹងឈ្មោះនៅលើកាតយើងនោះ Union Pay Visa កាតឬក៏ Union Pay ហ្នឹងគឺដូចគ្នាទេអញ្ចឹងបើសិនជាក្នុងកាតគេដាក់តកោមុនយើងដាក់តកោមុនបើគេដាក់តកោក្រោយដាក់តាមគេតាមកាតហើយសម្រាប់ទី2នេះគឺឆ្នាំនិងខែដែលយើង expire នៅលើកាតគឺមានព័ត៌មាននឹងទាំងអស់តែម្ដងអញ្ចឹងវាយតាមកាតយើងទាំងអស់ហ្មងហើយក្រុមគេលេខ CVV ហ្នឹងគឺនៅលើកាតក៏មានដែរបើវាអត់ show អ្នកទាំងគ្នាចុចឲ្យវា show ឲ្យវាបង្ហាញលេខកូដហ្នឹងមកមាន3លេខនៅក្នុងហ្នឹងណាអញ្ចឹងពេញដូច Visa កាតដូចគ្នាគ្រាន់តែការដាក់ចូល Visa កាតហើយនឹង Union Pay ហ្នឹងវាខុសគ្នាកន្លែងបញ្ចូលខុសគ្នាតែការបំពេញ form គឺដូចគ្នាទាំងអស់ហ្មងអញ្ចឹងគ្រប់ធនាគារណាក៏ចង់ដាក់ដូចគ្នាទេតែមួយទេមិនថាធនាគារណាលេខ CVV ថ្ងៃខែឈ្មោះ SAM ហ្មងអញ្ចឹងមកដល់កន្លែងនេះគឺយើងត្រូវបង្កើតលេខកូដចំនួន6ខ្ទង់លើកទី1និងលើកទី2ត្រូវដូចគ្នាដូចយើងបង្កើតលេខកូដសម្ងាត់6ខ្ទង់សម្រាប់ខ្លួនឯងនៅក្នុង PIN តយើងហ្នឹងណាអញ្ចឹងដាក់ត្រូវបើដាក់ត្រូវក៏វាឲ្យដែរពេលដែលអ្នកទាំងគ្នាបង្កើតហ្នឹងហើយយើងអាចផេតលុយបានហើយចាប់ផ្ដើមកាត់លុយអ្នកទាំងគ្នាអញ្ចឹងមកដល់កន្លែងនេះដោយសារខ្ញុំ add ដំបូងយើងត្រូវទៅ confirm click confirm នៅក្នុង app ធនាគាររបស់យើង app ធនាគារនៅទូរស័ព្ទយើងមិនមែននៅក្នុង PIN តទេអញ្ចឹងចូលទៅ click confirm តែមួយផ្លែតគឺកាត់លុយហើយតែប៉ុណ្្នឹងលើកទី1លើកទី2លេងអីតែបើអ្នកទាំងនេះខានប្រើយូរក៏វាធ្វើបែបហ្នឹងដែរពេលខ្លះវាឲ្យយើងវាលេខកូដ4ខ្ទង់ទៅលើក្នុងការតែម្ដងអញ្ចឹងយើងចុចតែ confirm ទៅបានហើយសួរខ្ញុំថាបងបង្កើត Union Pay មិនបង្កើត Visa កាតមិនទេអាហ្នឹងនៅក្នុង YouTube ក៏មានអាស្រ័យយើង screenshot ទៅលើធនាគារឲ្យធ្វើវីដេអូអញ្ចឹងអត់កើតទេគ្រាន់តែថ្ងៃមុនខ្ញុំដាក់ការចូលហ្នឹងក៏មានបញ្ហាដែរតើខ្ញុំអាភាវីដេអូនឹងភាសាទៀតបានអញ្ចឹងខ្ញុំបញ្ជាក់ថាវាស្រួលទេណាស្រួលមែនតើហ្មងអាចបង្កើត Visa កាតបង្កើត Union Pay ហ្នឹងពីព្រោះធនាគារធ្វើឲ្យយើងស្រួលតែម្ដងយើងប្រើសេវាកម្មគេអញ្ចឹងមើលអាចបើក YouTube មើលឬមួយក៏ចូលទៅក្នុង app ធនាគារចុចទៅលើកាតទៅឃើញហ្មងរបៀបយើងជ្រើសយក Union Pay ឬក៏ Visa កាតងាយស្រួលខ្ញុំធានាខ្ញុំថាអ្នកទាំងនេះធ្វើបាន 100% តែម្ដង